សូមអនុញ្ញាតជម្រាបសួរម៉ែបងប្អូនដែលតែងតែចូលចិត្តនិងទស្សនានៅកីឡាបាល់ទាត់ដូចជា admin គង់ទាំងអស់គ្នាហើយថ្ងៃនេះមកជួបជាមួយនឹងខ្ញុំ admin គង់ប្រុសសង្ហានឹងមកធ្វើការ update ព័ត៌មានពាក់ព័ន្ធនឹងក្រុមបិសាចក្រហមធម្មតាទេអញ្ចឹងបងប្អូនកុំតន់អាចឃើញទ្រាំអីដោយសារ admin ក៏ជាអ្នកគ្រប់គ្រងក្រុមបិសាចក្រហមដែរអញ្ចឹងព័ត៌មានបិសាចក្រហមត្រូវតែច្រើនជាងក្រុមដទៃហើយឥឡូវនេះព័ត៌មានដែល admin នឹងលើកមកថ្ងៃនេះគឺព័ត៌មានពាក់ព័ន្ធនឹងអនាគតគ្រូបង្វឹកថ្មីរបស់កូនក្រុមបិសាចក្រហមដែលឥឡូវនេះមានព័ត៌មានច្រើនសារព័ត៌មានមែនទែនដែលបានលើកមកនិយាយថាពេលនេះលោក Xavi Hernandez អតីត legend របស់ FC Barcelona ក៏ដូចជាអតីតគ្រូបង្វឹក Barcelona ពេលនេះគាត់មានបំណងក៏ដូចជាមានចំណាប់អារម្មណ៍នៅក្នុងការដឹកនាំ Manchester United បន្ទាប់ពីលោក Ruben Amorim ទោះបីជាក្នុងកលៈទេសៈនេះមានព័ត៌មានលេចឮថាក្រុមមកពីអារ៉ាប់គឺ Al Ittihad មានបំណងចង់ទាញលោកឲ្យទៅដឹកនាំក្រុមតែលោកដូចជាមិនមានចំណាប់អារម្មណ៍ក្នុងការទៅដឹកនាំក្រុមនៅតំបន់អារ៉ាប់ទេដោយពេលនេះគោលដៅលោក Xavi Hernandez គឺគាត់មានបំណងចង់ធ្វើការដឹកនាំក្រុមបិសាចក្រហម Manchester United ហើយដោយដែលបងប្អូនបានដឹងអញ្ចឹងឥឡូវនេះទម្រង់លេងរបស់ Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim យ៉ាប់ភ្នែកណានៅ Premier League 6ប្រកួតចាញ់ដល់3មានតែ7ពិន្ទុទេអញ្ចឹងហើយ admin គិតថាការប្រកួតក្រោយជួបជាមួយនឹងឆ្មាខ្មៅ Sunderland នេះបើសិនណាជាលេងមិនបានគប់ល្អប្រសើរទេ admin ជឿថាច្បាស់ហើយនឹងបាត់បង់ការងារសម្រាប់លោក Ruben Amorim ហើយចំពោះសម្រាប់បងប្អូនវិញតើយល់ឃើញបែបណាតើបងប្អូនគាំទ្រឲ្យលោក Xavi Hernandez មកដឹកនាំក្រុមបិសាចក្រហមដែរឬទេចឹងហើយបងប្អូនអាចធ្វើការ comment នៅក្នុងវីដេអូមួយនេះជាមួយ admin បានទាំងអស់គ្នាហើយចុងក្រោយសូមកុំភ្លេចណាចុច like ចុច share ចុច follow admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យ admin update ព័ត៌មានកីឡាមកចែកជូនបងប្អូនជារៀងរាល់ថ្ងៃពេលនេះ admin ក៏សូមជម្រាបបងប្អូនសូមអរគុណណា